បងប្អូនអំពូមីងចូលឲ្យបានជឿព្រះយេស៊ូវដើម្បីឲ្យយើងមានទីពឹងផ្អែកទ្រង់នឹងក្រុងយើងនៅក្រោមស្លាបព្រះអង្គហើយនៅក្នុងក្រោមចង្អេរស្លាបទ្រង់ដែរដែលយើងគួរតែទុកចិត្តពីព្រោះសេចក្តីពិតរបស់ទ្រង់ជាខែលរបស់យើងហើយជាអាវក្រោះរបស់យើងហើយយើងមិនត្រូវមានភ័យខ្លាចអ្វីឡើយទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ក៏ដោយហើយព្រួញហោះនៅពេលថ្ងៃក៏ដោយដ្រូននៅពេលយប់ក៏ដោយដ្រូននៅពេលថ្ងៃក៏ដោយយើងមិនត្រូវខ្លាចឡើយហើយបើសិនជាយើងស្លាប់គឺយើងបានទៅនគរឋានសួគ៌វិញជំរាបសួរថ្ងៃសៅរ៍ខែ12ថ្ងៃទី20ឆ្នាំ2025អធិប្បាយពីរឿងទីសម្គាល់នៅលើផែនដីនេះមានទីសម្គាល់ច្រើនដែលយើងត្រូវមើលហើយព្រះឲ្យយើងតែងតែឧស្សាហ៍ងើបមើលទៅលើមេឃដើម្បីមើលទីសម្គាល់អ្វីនេះគឺមានរំជួលផែនដីមានចម្បាំងមានចំនួនទឹកឡើងនៅគ្រប់ទីកន្លែងគ្រាវេទនាគឺមកដល់ហើយបងប្អូនអំពូមីងឪពុកម្ដាយដូច្នេះយើងទាំងអស់គ្នាត្រូវតែរៀបចំខ្លួនសម្រាប់ព្រះអ្នករាល់គ្នានឹងឮនិយាយពីចម្បាំងនឹងឮពាក្យចាមរាមពីចម្បាំងនោះកុំឲ្យមានចិត្តថប់បារម្ភឡើយត្បិតការទាំងអស់នោះត្រូវតែមកដល់ប៉ុន្តែទីបញ្ចប់ផែនដីនោះមិនតាន់ដល់នៅឡើយទេត្បិតសាសមួយនឹងលើគ្នាតោះនឹងសាសមួយហើយនគរមួយតោះគ្នានឹងនគរមួយនឹងកើតមានអំណត់នឹងជំងឺអាសន្នរោគនឹងរំជួយផែនដីនៅកន្លែងផ្សេងតែការនោះគឺជាការចាប់ផ្ដើមនៃសេចក្តីវេទនាតែប៉ុណ្ណោះបងប្អូនអំពុំមីងឪពុកម្ដាយទាំងអស់គ្នាយើងទាំងអស់គ្នាដឹងហើយថាពេលឥឡូវនេះត្រឹមតែមានធាតុអាកាសប្ដូរគឺអ្វីដែលកើតឡើងនោះគឺទីសម្គាល់ដែលព្រះបានប្រាប់ឲ្យយើងរៀបចំខ្លួនឥឡូវនេះចូលរៀនពីសេចក្តីប្រៀបប្រដូចពីដើមល្វាកាលណាមេឃវាត្រឡប់ជាទន់ហើយស្លឹកវាប៉ិចឡើងនោះអ្នករាល់គ្នានឹងដឹងថារដូវក្តៅជិតដល់ហើយអ្នករាល់គ្នាក៏បែបយ៉ាងដូច្នោះដែរកាលណាឃើញការទាំងអស់នេះមកត្រូវដឹងថាពេលនោះជិតដល់ពេលហើយព្រះអង្គក៏នៅជិតនឹងបាត់ទ្វារផងអ្វីដែលកើតឡើងគឺយើងឃើញថាកើតឡើងជាញយដូចជានៅមិនថាស្រុកថៃម៉ាឡេហ្វីលីពីនឥណ្ឌូនេស៊ីអ្វីដែលយើងបំរុងនឹងរៀបចំខ្លួននោះគឺរត់រួព្រះរត់រួអ្នកជំនួយរបស់យើងរត់រួអ្នកសង្គ្រោះរបស់យើងមើលផែនទីនេះគឺពីរឿងផែនដីកក្រើកយើងឃើញថាពួកគេមានប្រឈមមុខនឹងព្យុះផែនដីកក្រើកតែហេតុអីបានជាស្រុកខ្មែរអត់កើតយើងមើលឃើញស្រុកជប៉ុនអង្គើផែនដីនេះគឺមកពីអ្នកណាយើងនឹងរៀនទៅមុខទៀតមិនត្រឹមតែផែនដីក៏ក្រើកមិនត្រឹមតែទឹកជន់មានភ្លើងឆេះទៀតហើយមិនត្រឹមប៉ុណ្ណឹងទៀតប្រជាពលរដ្ឋនៅជុំវិញយើងនេផាល់នៅកន្លែងផ្សេងគឺគេបះបោរនឹងរដ្ឋាភិបាលនេះគឺជាសញ្ញាដែលយើងត្រូវរៀបចំខ្លួនគឺថាផែនដីយើងចាប់ដើមផ្លាស់ប្ដូរហើយនៅស្រុកខ្មែរយើងក៏អញ្ចឹងដែរមានសង្គ្រាមគឺនគរមួយហើយនឹងសាសមួយលើកតោះគ្នានឹងសាសមួយហើយគេបង្កើតរឿងជាច្រើនដើម្បីឲ្យមានបញ្ហាគឺថាគេនឹងប្រើល្បិចកលដើម្បីធ្វើម៉េចក៏ដោយឲ្យកុំឲ្យកូនព្រះអង្គនៅផែនដីរស់នៅស្រួលឡើយគេមិនបានគោរពផែនទីដែលគម្រោងឲ្យយើងតាំងពីឆ្នាំណាគឺគេមិនគោរពដែរគេយួរលួសមកប៉ាត់ចូលដីខ្មែរយើងហើយគេថាដីនោះជាបោះផងគេទឹមភ្ញាក់ខ្លួនហេតុនេះហើយបានជាគេទៅភ្ញាក់ខ្លួនថាអូដីខ្ញុំទេឥឡូវ2025នេះយើងត្រូវតែស្លាប់មកយកកាលលើកមុនគេចិត្តល្អយើងឃើញថាដូចជាស្ដាប់ទៅមិនសមហេតុមិនសមផលទេយ៉ាងដូច្នោះគេមានអាវុធច្រើនអាវុធទំនើបដែលគេអាចនឹងយកមកគំរាមយើងហើយនឹងធ្វើបុកតូមនឹងដល់ប្រជាពលរដ្ឋខ្មែរគឺមិនឲ្យរស់នៅស្រួលទេសូម្បីជាអ្នកកាន់សាសនារបស់គេប្រហែលជាកាសាសនាព្រះពុទ្ធគេក៏នាំគ្នាទោះជាគេអ្នកដឹកនាំខាងសាសនាក៏ដោយគេនឹងលើកគ្នាមកទាំងអស់ជិះតាំងពីកប៉ាល់ហោះ F-16 និងអ្វីផ្សេងទៀតគេនឹងមកគេនឹងធ្វើផ្លូវទោះបើគេជាអ្នកដឹកនាំសាសនាក៏ដោយគេនឹងធ្វើផ្លូវមិនមែនផ្លូវនេះធ្វើទៅបឹងកកទេផ្លូវនេះគឺធ្វើសម្រាប់ចូលឲ្យបានរថយន្តចូលមកប្រទេសកម្ពុជាមិននឹងធ្វើដល់ត្រឹមណាហើយទេឥឡូវនេះគេប្រើអាវុធគ្រប់យ៉ាងសូម្បីជាជាពាមកៅស៊ូក៏គេប្រើដែរហើយពេលគេប្រហែលជាអស់អាវុធគេប្រើតាំងពី drone តាំងពីលីមួកក៏គេប្រើដែរគឺថាសូម្បីជាមនុស្សខ្ទើយក៏គេលើកតបមកដែរសូមកុំឲ្យថាមនុស្សធម្មតាមនុស្សខ្ទើយក៏មកដែរគឺអ្នកកាន់សាសនាមនុស្សខ្ទើយហើយគេយួរកុនមកប្រចាំងឲ្យយើងមើលដើម្បីរ
มคานហើយគេបញ្ជូនវិញ្ញាណខ្មោចតាមដ្រូនមកទៀតគឺថាបើសិនជាយើងមិនខ្លាចមើលយើងងើបចេញទេគេបញ្ជាក់ធុងបាសឲ្យយើងឡើងរំទៀតទោះជាកដាលអាត្រិតម៉ោង1ម៉ោង2យប់ក៏ដោយហើយស្រុកខ្មែរក៏ប្រើអាវុធដែរអាវុធធំនេះគឺអំបុកគេប្រើអំបុកសម្រាប់អាវុធស្រុកខ្មែរដែលជនជាតិថៃដែលបារម្ភខ្លាំងមែនទែនពីរឿងអំបុកនេះឯងនៅស្រុកថៃដូចជាត្រូវបណ្ដាសាយ៉ាងឯងមិនមែនដូចទេគឺត្រូវបណ្ដាសាពីព្រោះវាផ្ទួនគ្នានៅនោះមានកើផែនដីហើយមានធរណីស្រូបទៀតមិនមែនតែមួយកន្លែងច្រើនកន្លែងហើយគេមានចំនួនទឹកនេះមិនមែនថាតែស្រុកថៃទេស្រុកផ្សេងក៏មានដែរឥណ្ឌូនេស៊ីហ្វីលីពីនផ្សេងទៀតហើយយើងគាត់ដឹងថាមិនត្រឹមតែចំនួនគឺមានភ្លើងឆេះទៀតហើយចំនួននោះគឺមិនមែនត្រឹមតែស្រុកឥណ្ឌូនេស៊ីស្រុកថៃស្រុកម៉ាឡេឬក៏ស្រុកហ្វីលីពីនទេមកដល់ស្រុកវៀតណាមទៀតក៏ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះហេតុអីបានជាស្រុកខ្មែរអត់មានហើយយើងអីកំសំណាងម្លេះក៏ប៉ុន្តែអត់ទេបងប្អូនអ៊ំពូមីងយើងត្រូវតែរៀបចំខ្លួនដើម្បីឲ្យព្រះកាន់សេចក្តីខាងយើងឥឡូវនេះយើងឃើញថាការទាំងអស់នោះដែលកើតមកនោះព្រះវរបិតាបានធ្វើការនោះទាំងអស់គឺឲ្យធ្វើដើម្បីឲ្យយើងទាំងអស់គ្នាភ្ញាក់ខ្លួនឡើងហើយរត់រកព្រះពីព្រោះគ្រាវេលានេះគឺចុងក្រោយហើយព្រះអះអាងថាគ្រោះគឺអង្គើផែនដីទឹកជន់ធូនីស្រូបអញ្ចឹងគឺព្រះប្រាប់ថាព្រះអង្គធ្វើការនោះទាំងអស់មិនមែនវិញ្ញាណដូនតាយើងទេគឺព្រះអះអាងថាព្រះអង្គធ្វើទាំងអស់យើងមើលព្រះបន្ទូលព្រះអង្គអញនេះជាយ៉ាហូវ៉ាគ្មានព្រះដទៃឡើយក្រៅពីអញឥតមានព្រះឯណាទៀតសោះអញនឹងក្រវ៉ាត់ឲ្យឯងទោះបើឯងមិនស្គាល់អញក៏ដោយដើម្បីឲ្យមនុស្សទាំងឡាយគ្រប់ចាប់តាំងពីទិសថ្ងៃរះរហូតដល់ទិសថ្ងៃលិចបានដឹងថាក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយគឺអញនេះជាយ៉ាហូវ៉ាឥតមានព្រះឯណាទៀតសោះគឺអញដែលបង្កើតពន្លឺហើយក៏ធ្វើឲ្យមានងងឹតផងអញធ្វើឲ្យមានសន្តិភាពហើយក៏ឲ្យមានសេចក្តីវេទនាអាក្រក់ដែរគឺអញនេះហើយជាយ៉ាហូវ៉ាដែលធ្វើគ្រប់ការទាំងអស់នេះអ្វីដែលព្រះកំពុងតែធ្វើនេះគឺប្រហែលជាយើងឬក៏ប្រកាសជាពីព្រោះយើងដឹងថាបើសិនជាការនោះកើតឡើងជាប់គ្នាជាប់ពីមួយទៅមួយជាប់ពីមួយទៅមួយធម្មតាគ្រោះធម្មជាតិកើត50ឆ្នាំ100ឆ្នាំទៅឬក៏300ឆ្នាំម្ដងក៏ប៉ុន្តែអត់ទេឆ្នាំ2025នេះគឺជាប់គ្នាហើយការទាំងអស់នោះព្រះវរបិតាយើងបានប្រាប់យើងថាព្រះអង្គធ្វើការនោះទាំងអស់ហេតុអីតើព្រះដែលធ្វើការនោះទាំងអស់អត់អាណិតប្រជាពលរដ្ឋទេឬអីបានជាឲ្យការនោះកើតឡើងយើងត្រូវតែដឹងខ្លួនថាព្រះកំពុងតែដាស់យើងប្រកាសជាមិនសូវមានមនុស្សជឿព្រះអង្គហើយគេទៅជឿព្រះដែលមិនមែនជាព្រះឬគេហៅថាជឿមនុស្សគ្នាឯងឬក៏អ្នកខ្លះទៅជឿវិញ្ញាណក្ខន្ធអរុអរៈអ្នកតាដូនតាទេវតាក្នុងព្រៃអ្នកថែអាសាទៅវិញអញ្ចឹងព្រះជាព្រះសេចក្តីប្រច័ណ្ឌបំផុតបើសិនជាយើងរកព្រះខុសហើយយើងខំបំភ្លេចព្រះពិតប្រាកដទៅរកព្រះព្រហ្មញ្ញសាសនាវិញឬក៏មនុស្សណាវិញគឺព្រះអង្គប្រច័ណ្ឌមែនទែនហើយព្រះអង្គគឺកំពុងតែដាស់តឿនយើងទាំងអស់គ្នាបិទព្រះអង្គម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថានៅតែបន្តិចទៀតអញនឹងអន្រួនទាំងឋានសួគ៌ទាំងប៉ុន្មាននិងផែនដីទាំងសមុទ្រនិងទីគោកផងសំឡេងទ្រង់បានធ្វើឲ្យផែនដីក៏ក្រើក្រំជួយវេលានោះតែឥឡូវនេះទ្រង់សន្យាថាអញនឹងធ្វើឲ្យក៏ក្រើកម្ដងទៀតមិនត្រឹមតែផែនដីប៉ុណ្ណោះគឺទាំងឋានសួគ៌ថែមទៀតផងមើលគឺអញនេះហើយនឹងធ្វើឲ្យមានចំនួនប្រភពទឹកជាច្រើនមកលើផែនដីដើម្បីនឹងបំផ្លាញគ្រប់សាច់ដែលមានដង្ហើមជីវិតតែដែលនៅលើក្រោមឋានសួគ៌ចេញអ្វីទាំងអស់នៅលើផែនដីត្រូវស្លាប់បង់កាលនោះជំនាន់ពីបុរាណម្ដងហើយជំនាន់លោកណូអេក៏ម្ដងទៀតដែរអ្វីដែលកើតឡើងនោះគឺមានពូជពងយក្សគឺពូជយក្សនៅលើផែនដីច្រើនពេកគឺពួកគេបង្កើតយក្សផងហើយបងគេមានអំណាចនៅលើផែនដីនេះគឺជាពួកទេវតាដែលកាត់មនុស្សពាក់កណ្ដាលហើយនឹងយក្សពាក់កណ្ដាលហើយគេបះ
ពួកគេបះបោឲ្យមិនឲ្យមនុស្សរស់ព្រះវិញឡើយហេតុនេះហើយបានព្រះត្រូវតែបំបត្តិគេចេញពីផែនដីក៏ប៉ុន្តែឥឡូវនេះវាមិនស្តៀងចឹងដែរមិនពិតប្រកបថាពុយៈទេក៏ប៉ុន្តែដោយសារគ្រាចុងក្រោយព្រះកំពុងតែដាស់តឿនមនុស្សឲ្យរត់រស់ព្រះព្រោះព្រះបង្កើតឲ្យមានធម្មជាតិដែលដ៏អាក្រក់ធ្វើជាលិចឬក៏ជាផែនដីកក្រើកឬក៏ជាមានសង្គ្រាមចម្បាំងព្រះគឺពេលវេលាដែលព្រះចិត្តយាងមកហើយដូច្នេះបើសិនជាព្រះយាងមកហើយអត់សូវមានមនុស្សជឿព្រះគឺព្រះនឹងធ្វើឲ្យការនឹងកើតឡើងដើម្បីឲ្យមនុស្សរត់រត់ព្រះអ្វីដែលកើតឡើងគឺទេវតាទី4ចាក់ពីដបខ្លួនទៅលើព្រះអាទិត្យរួចអំណាចក៏បានប្រគល់ឲ្យព្រះអាទិត្យហើយធ្វើឲ្យមនុស្សត្រូវខ្លោចដោយភ្លើងព្រះអាទិត្យមនុស្សលោកក៏ត្រូវខ្លោចទៅដោយកម្ដៅជាខ្លាំងតែគេមិនបានប្រែចិត្តដើម្បីនឹងលើកសរសើរដល់សេរីល្អនៃព្រះទេបែជាជេរប្រមាថដល់ព្រះនាមព្រះវិញដែលមានអំណាចលើសេចក្តីវេទនានោះទៅវិញដូច្នេះបងប្អូនអំពុំមីងឪពុកម្ដាយព្រះបន្ទូលមិញនេះប្រាប់ថាបើសិនជាព្រះបង្កើតឲ្យមានសេចក្តីវេទនានៅលើផែនដីរហូតដល់ព្រះអាទិត្យក្តៅលើមនុស្សរហូតដល់តែខ្លោចយ៉ាងនេះដូច្នេះគឺមិនមែនសម្រាប់ពួកបរិសុទ្ធព្រះអង្គឬក៏មិនមែនកូនព្រះអង្គឡើយគឺសម្រាប់ពួកអ្នកដែលអត់ស្ដាប់បង្គាប់ព្រះអង្គនឹងអនុញ្ញាតឲ្យការនេះកើតឡើងដើម្បីឲ្យគេរត់រោបព្រះអង្គក៏ប៉ុន្តែអ្វីដែលមនុស្សគិតស្មាននោះគឺថាបែរទៅជាគេជេរប្រមាថមើលងាយដល់ព្រះនាមព្រះវិញដែលព្រះអង្គធ្វើឲ្យការគ្រោះថ្នាក់នេះការវេទនានេះមកដល់លើគេចូលឲ្យដឹងថានៅគ្រាចុងក្រោយបង្អស់នឹងមានគ្រាដ៏គ្រោះថ្នាក់ជាច្រើនដងនឹងមកដល់ត្បិតនៅគ្រានោះមនុស្សនឹងស្រឡាញ់តែខ្លួនឯងមានចិត្តលោភលន់ចង់បានអួតអាងកកខមានរឹកខ្ពស់ប្រមាថមើលងាយមិនស្ដាប់បង្គាប់ឪពុកម្ដាយរមើលគុណហើយក៏មិនបរិសុទ្ធដែរអ្វីដែលគ្រាវេទនាគ្រាចុងក្រោយបង្អស់នេះគឺព្រះនឹងបណ្ដាលឲ្យមានព្រះមិនអ្នកបង្កើតទេព្រះក៏មិនតែព្រះដូចជានាងបើកផ្លូវឲ្យការនឹងមកដល់គឺជាសក្តីការវេទនាគ្រោះថ្នាក់ជាច្រើនដងជាច្រើនបែបមកដល់ពីព្រោះមនុស្សអត់រត់រស់ព្រះទេមនុស្សគឺគេស្រឡាញ់តែខ្លួនឯងគេអត់ខ្វល់អ្នកណាស្លាប់គេអត់ខ្វល់អ្នកណារស់ទេពីព្រោះគេមានចិត្តលោភលន់ចង់បានស្រុកថែមទៀតទោះបើស្រុកគេតូចទោះបើជាស្រុកគេធំប៉ុណ្ណឹងក៏ដោយក៏គេមិនស្កប់ចិត្តដែរគេខំប្រឹងលោភលន់វាយយកដីផ្សេងទៀតគេអត់ខ្លាចប្រជាពលរដ្ឋណាមួយស្លាប់ឬក៏វេទនាឡើយគេស្រឡាញ់តែខ្លួនឯងទេគេអួតថាខ្លួនឯងជាអ្នកមានអួតកខហើយគេមានរឹកខ្ពស់ពីព្រោះគេជាយៈគេប្រមាថមើលងាយដល់ប្រជាពលរដ្ឋឬក៏ព្រះផងគេមិនស្ដាប់បង្គាប់ឪពុកម្ដាយដែលជួយសម្រុះសម្រួលកុំឲ្យមានច្បាំងឬក៏ឲ្យមានអ្វីឬក៏ឪពុកម្ដាយគេពិតប្រាកដក៏គេមិនស្ដាប់ទេឪពុកម្ដាយប្រាប់តែថាអូកូនអើយយើងកុំទៅរកធ្វើបាបគេយើងមានដីមានអីហើយយើងកុំទៅឈ្លានពានដីគេយើងកុំទៅលួចដីគេកុំឲ្យលោភលន់តែគេមិនស្ដាប់ឪពុកម្ដាយគេទេពីព្រោះគេនៅតែប្រព្រឹត្តហើយក្នុងចិត្តគេគឺមិនបរិសុទ្ធទេឧទាហរណ៍នៅស្រុកខ្មែរនិងស្រុកថៃ Donald Trump បានចេញមុខធ្វើជាឪពុកឬក៏ម្ដាយហើយប្រទេសផ្សេងដូចជាម៉ាឡេស៊ីគេចុះមកដើម្បីនឹងជួយសម្រួលកូនទាំងពីរដែលកំពុងតែឆ្លោះគ្នាតែនៅមុខឪពុកម្ដាយគេស្ដាប់តែចេញពីមុខពីឪពុកម្ដាយគេត្រឡប់ទៅធ្វើជាការអាក្រក់វិញគេមិនស្ដាប់ទេគេទោះជាស្រែកយ៉ាងណាក៏ដោយក៏គេមិនស្ដាប់ឡើយហេតុអីបានជាគេមិនស្ដាប់នៅស្រុកជាពិសេសនៅស្រុកថៃគឺគេមានឪពុកគឺគេជាមានអារៈគេថ្វាយបង្គំអារៈគេអនុញ្ញាតឲ្យឪពុកគេដែលជាអារៈនោះឬក៏ព្រហ្មញ្ញសាសនានោះគ្រប់គ្រងលើក្នុងស្រុកគេហើយនឹងជីវិតគេនីមួយយើងឃើញថានៅស្រុកថៃគេគោរពសាសនាព្រះពុទ្ធផងលាយឡំជាមួយព្រហ្មញ្ញសាសនាផងហើយសាសនាមួយទៀតសាសនាអារៈគឺជាវាជាយៈដោយហេតុនេះឋានសួគ៌និងពួកអ្នកនៅឋានសួគ៌នោះអើយចូលអសប្បាយឡើងតែវេទនាដល់ពួកអ្នកដែលរស់នៅលើផែនដីនិងសមុទ្រវិញពីព្រោះអារៈបានចុះមកឯអ្នករាល់គ្នាហើយទាំងមានសេចក្តីខូខើជាខ្លាំងបំផុតដោយវាដឹងថាពេលវេលារបស់វានៅលើផែនដីគឺខ្លីណាស់យើងទាំងអស់គ្នាជាមនុស្ស
បានដាក់ដើមមកដើម្បីមកផែនដីនេះធ្វើការឲ្យព្រះហើយមុននឹងយើងមកផែនដីនេះយើងទាំងអស់គ្នាបានរៀនសូត្រហើយថានៅផែនដីនេះមានអារៈសាតាំងដែលវាក្បត់ព្រះហើយវាមុនដំបូងព្រះឲ្យវាមកការពារថែរក្សាផែនដីហើយឲ្យវាគ្រប់គ្រងក៏ប៉ុន្តែវាមិនស្ដាប់ព្រះវាក៏ចាប់ដើមធ្វើតោះនឹងព្រះវាចាប់មនុស្សទៅធ្វើប្រពន្ធវាបង្កើតជាយៈពាក់កដាលមនុស្សពាក់កដាលហើយកម្ពស់វាខ្ពស់មែនទែនហើយមិនត្រឹមប៉ុណ្ណឹងវាបញ្ចូលមនុស្សជាមួយសត្វផ្សេងបូកនឹងសត្វផ្សេងលាយឡំគ្នាហើយហេតុនេះហើយព្រះឲ្យដឹងយើងថាពេលយើងមុននឹងដាក់ដើមមកផែនដីនេះឲ្យដឹងថាយើងមកប្រឈមមុខនឹងអរសាតាំងដូច្នេះឲ្យដឹងថាវាមិនឲ្យយើងរស់នៅស្រួលទេពីព្រោះយើងជាកូនព្រះយើងមកដើម្បីនឹងប្រឈួរជើងនៅលើផែនដីនេះជាមរតករបស់យើងពីព្រោះផែនដីនេះបានឲ្យទៅមនុស្សលោកយើងហើយដោយសារតែពេលវេលាវាខ្លីវានឹងធ្វើអ្វីដែលអស់ចិត្តវាព្រោះវាដឹងថាពេលវេលាវាខ្លីនៅលើផែនដីអញ្ចឹងវាត្រូវការធ្វើអ្វីដែលវាត្រូវធ្វើហើយព្រះដែរក៏អនុញ្ញាតឲ្យវាធ្វើអ្វីគ្រប់អ្វីទាំងអស់ដែលវាចង់ធ្វើនឹងក៏មិនសូវខូចខាតប្រមាណទេដែលអ្នកជឿព្រះអង្គកូនព្រះអង្គឲ្យរត់ទៅកន្លែងណាដែលមានសន្តិភាពដែលអរៈវាមិនធ្វើបានហើយព្រះនឹងបញ្ជូនទេវតារបស់ព្រះអង្គមកការពារកូនព្រះអង្គដែលព្រះអង្គបញ្ជូនទៅនឹងដូច្នេះអ្វីដែលយើងត្រូវធ្វើនោះស្ដាប់បង្គាប់ព្រះឲ្យយើងរត់ទៅឯភ្នំរត់ទៅឯទីរហោឋានរត់ទៅឯស្រែចំការយើងធ្វើទៅចុះពីព្រោះព្រះបើកដៃឲ្យអរៈធ្វើអ្វីតាមចិត្តហើយដូច្នេះបើស្ដាប់បង្គាប់ព្រះនឹងការពារយើងអ្នករាល់គ្នាមានអរសាតាំងជាឪពុកហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហាដែលកប់ចិត្តដល់ឪពុករបស់អ្នកវាជាអ្នកសម្លាប់គេតាំងពីដើមដំបូងមកអស់មកវាមិនបាននៅជាប់ក្នុងសេចក្តីពិតឡើយព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេកាលណាវាពោលពាក្យកុហកភូតភ័រនោះដោះចេញពីចិត្តវាមកត្បិតវាជាអ្នកកុហកកំពូតហើយវាក៏ជាឪពុកនៃសេចក្តីកុហកកំពូតនោះឯងយើងអាចស្ទង់មើលតើមិនមែនតែតាមស្រុកថៃទេស្រុកខ្មែរក៏មានដែរក៏ប៉ុន្តែយើងមើលស្រុកថៃពីព្រោះគេថ្វាយបង្គំអរៈធំទូលំទូលាយមែនទែនហើយពេលយើងស្វាគមន៍អរៈមកចូលក្នុងស្រុកយើងផ្ទះយើងគឺយើងកំពុងតែរើសវាធ្វើជាឪពុករបស់យើងហើយពេលវាចង់ធ្វើអ្វីគឺវាឲ្យយើងមនុស្សធ្វើតាមតណ្ហាវាតណ្ហាដែលឪពុកនោះដែលចូលចិត្តធ្វើនោះវាចូលចិត្តសម្លាប់គេវាចូលចិត្តសម្លាប់គេតាំងពីដំបូងមកអស់មកមិនមែនត្រឹមឥឡូវឆ្នាំ2025ទេវាមិនបាននៅជាប់ក្នុងសេចក្តីពិតទេវាជាព្រះនៃសេចក្តីភូតភ័រព្រោះគ្មានសេចក្តីពិតនៅក្នុងវាទេពេលវាហាមាត់វាឲ្យប្រជាជនថៃឬប្រជាជនណាក៏ដោយដែលបំរើវាឲ្យកុហកភូតភ័រហើយពេលកុហកភូតភ័រនឹងគឺចេញពីចិត្តវាមកវាជាអ្នកកុហកភូតភ័រហើយក៏វាជាស្ដេចខាងកុហកភូតភ័រនឹងឯងយើងឃើញថានៅស្រុកថៃទោះបើជាឥឡូវនេះកំពុងតែមានសង្គ្រាមជាមួយស្រុកខ្មែរស្រុកផ្សេងស្រុកអឺរ៉ុបស្រុកអាមេរិកស្រុកម៉ាឡេគេមកសម្រួលក៏អរៈវាក៏មិនឲ្យក៏វាមិនស្ដាប់ដែរវាអត់ចង់បានត្រូវការសន្តិភាពទេអ្វីដែលវាចង់បាននោះគឺឲ្យមនុស្សស្លាប់ឲ្យបានច្រើនមុននឹងមនុស្សរកព្រះឃើញអ្វីដែលស្រុកថៃគេបញ្ចូលគ្រូមិនមែនបញ្ចូលព្រះយេស៊ូវទេគេបញ្ចូលវិញ្ញាណអរៈនៅលើផែនដីនេះគឺប្រជាពលរដ្ឋគេគ្រប់គ្រងមែនទែន
យើងឃើញនៅនេះនៅណានៅប្រទេសថៃនៅកន្លែងតែមួយហ្នឹងឯងនេះរូបនេះតាំងពីឆ្នាំ2016មកទេតែគេធ្វើរហូតដល់2025នេះក៏គេនៅធ្វើដែរសូម្បីជាក្មេងជាទងក៏គេចូលខាងនោះដែរគឺគេស្ម័គ្រចិត្តនឹងចូលទៅអញ្ចឹងបដ ហើយរូបនេះខ្ញុំដាក់រូបដើម្បីកុំឲ្យគឺគេបញ្ចូលគ្រូនឹងឯងតាមរយៈចាក់មុខចាក់មាត់នឹងឯងតែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញគឺមកពីអរៈពីព្រោះអរៈបានធ្វើបាបចាប់តាំងពីដើមរៀងមកដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមកដើម្បីនឹងបំផ្លាញស្នាដៃរបស់អរៈចោលចេញគឺនេះហើយអំពើបាបដែលគេធ្វើនោះគេមិនរត់ទៅរកព្រះយេស៊ូវទេគេរត់ទៅរកអរៈទៅវិញហើយធ្វើចេះគឺមិនធ្វើរត់រត់ឲ្យបានបន់បានបាបគេបើឲ្យបន់ទេគឺគេរកទៅបាបវិញនឹងហើយពេលយើងធ្វើអញ្ចឹងគឺយើងនឹងហើយនឹងអរៈជាមួយទៅគ្នាអត់មានខុសគ្នាទេបើយើងធ្វើអញ្ចឹងយើងធ្វើដូចអរៈដែរពីព្រោះអរៈធ្វើបាបតាំងពីដើមអើយមកហេតុនេះហើយបានព្រះយេស៊ូវត្រូវតែលេចមកផែនដីទៅចាប់កណ្ដោតជាមនុស្សដើម្បីមកធ្វើអីមកបំផ្លាញស្នាដៃរបស់អរៈចោលចេញយើងឃើញថានៅស្រុកថៃទោះជាប្រជាពលរដ្ឋក៏ដោយទោះជាស្ដេចក៏ដោយអរៈចូលទាំងអស់អ្វីដែលវាធ្វើឲ្យប្រជាពលរដ្ឋធ្វើនោះគឺតើបានប្រយោជន៍អ្វីដល់អ្នកនោះប្រសិនបើជាគាត់បានទទួលពិភពលោកទាំងមូលផែនដីទាំងមូលតែបាត់ប្រលឹងទៅនោះតើមនុស្សនឹងយកអ្វីមកបដូរឲ្យបានប្រលឹងខ្លួនមកវិញនឹងហើយបងប្អូនអំពុំមីងអ្វីដែលស្រុកថៃគេកំពុងតែធ្វើនោះធ្វើដោយកំរោលដោយអរៈចូលជាងឯងមិនមែនថាដូចទេគឺប្រកាសហ្មងពីព្រោះវិញ្ញាណនោះគឺលោភលន់ចង់បានហើយកាប់សម្លាប់ដោយសារលោភលន់នឹងឯងធ្វើឲ្យមនុស្សស្លាប់ច្រើនតាំងពីជាពលរដ្ឋតាំងទីហ៊ានទាំងសងខាងគឺអត់មានអ្នកណាចំណេញទេតែអត់អ្វីដែលវាចំណេញនោះគឺវាបានប្រលឹងមនុស្សស្លាប់មុននឹងគេទទួលស្គាល់ព្រះយេស៊ូវនឹងគឺប្រយោជន៍ដល់វាហើយអរៈគឺវាអត់បើសិនជាសម្លាប់មកភពលោកបានវាក៏សម្លាប់មកភពលោកហ្នឹងឯងវាអត់ខ្លាចទេវាអត់ញញើតនឹងព្រះទេគឺដោយសារតណ្ហាលោភលន់ចង់បានទឹកដីគេនឹងឯងហើយសម្រាប់មនុស្សវិញមនុស្សបំរើអរៈគេអត់ដឹងខ្លួនអត់ភ្ញាក់ខ្លួនមកពីវិញ្ញាណនឹងវាគ្រប់គ្រងធ្វើមិនឲ្យមនុស្សនឹងគិតឃើញសិលធម៌ថាបើសិនជាសម្លាប់មនុស្សទៅឬក៏ជាពេលអស់មនុស្សពីផែនដីទៅហើយមានតែខ្លួនគេពីព្រោះគេយកពិភពលោកយកផែនដីបានហើយតែខ្លួនគេនឹងទៅជាបាត់ប្រលឹងទៅបាត់វិញ្ញាណស្លាប់មានន័យថាស្លាប់តើបានប្រយោជន៍អ្វីយើងឃើញថានៅស្រុកថៃបបោហូហៀគេចាក់អ្វីដែលជាផ្លែឈើចោលមិនមែនទាំងរូបប៉ុណ្ណឹងគេមានលុយទិញអាវុធផ្សេងគេអួតអាងកខគេមានចិត្តរឹកពោះដោយសារគេជាអ្នកមានគេមានលុយច្រើនគេមានធ្វើអាជីវកម្មលក់នៅស្រុកចង់ស្រុកប្រទេសនៅជុំវិញគេហ្នឹងសូម្បីជាស្រុកខ្មែរគេលក់សាំងគេលក់អីវ៉ាន់គេលក់ម្ហូបអាហារដូចគ្នាគឺគេមានរឹកខ្ពស់គេហាក់បីដូចជាគេយៈពីព្រោះគេមានជាងប្រទេសតូចហើយតើគេបានរកស៊ីមានបានសុខសប្បាយបានលុយច្រើនបានអីច្រើនហ្នឹងគេមានចិត្តខ្ពស់ដូចយៈហ្នឹងតើគេរកស៊ីអីខ្លះយើងឃើញថានៅស្រុកថៃពួកអឺរ៉ុបដែលទៅស្រុកថៃដើម្បីទៅជិះលុយនៅស្រុកថៃគឺគេទៅដើម្បីរកព្រះយេស៊ូវនៅនឹងឬគេទៅរកសេចក្តីសប្បាយជាមនុស្សស្រីយើងឃើញថាខ្ញុំធ្លាប់មានភ្ញៀវមួយបុគ្គលគាត់ជាមនុស្សស្រីអ្នកមានមែនទែនខ្ញុំដឹកគាត់ទៅពលានគាត់ប្រាប់ខ្ញុំថាមនុស្សប្រុសភាគច្រើននៅអឺរ៉ុបជាពិសេសនៅអឺរ៉ុបនៅកាណាដានៅអាមេរិកក៏ដោយគេទៅលេងស្រីហើយគេទៅយកប្រពន្ធនៅនឹងហើយគេត្រឡប់មកស្រុកគេវិញដូចមកស្រុកអឺរ៉ុបគេមានប្រពន្ធដើមទៅស្រុកថៃគេមានប្រពន្ធចុងដូច្នេះគេទៅវិញទៅមកនៅស្រុកថៃនឹងដូច្នេះនៅស្រុកថៃហាក់បីដែលជាស្រុកមួយដែលជាស្រុកសម្រាប់បរោះអឺរ៉ុបយកលុយរាប់ម៉ឺនដើម្បីមកជិះនៅស្រុកថៃហើយពួកអឺរ៉ុបខ្លះក៏ធ្លាក់ចូលក្នុងអណ្ដៅរបស់ពួកស្រីនឹងដែរដែលដឹកនាំគាត់ឲ្យលេងតុងទីនតាមរយៈផ្លូវបើក business លក់នេះលក់នោះឬក៏ទិញអាគារនេះទិញអាគារនោះហើយយើងឃើញថាជនជាតិបរទេសបានចាញ់បោកស្រីនៅស្រុកថៃជាសញ្ច្រើនហេតុនេះហើយបានជាស្រុកថៃរីកចម្រើនឡើងគេមានលុយគេទៅពួកអឺរ៉ុបគេមានលុយគឺក្នុងចិត្តគេគឺទៅស្រុកថៃហ្នឹងឯង
ហើយស្រុកថៃគេរស់ស៊ីបានជាងគេបង្អស់គឺប្រជាពលរដ្ឋគេស្រីៗហ្នឹងឯងដែលគេបំរើជនជាតិបរទេសតាមរយៈនេះខ្លាំងមែនទែនហើយការនេះគឺមិនមែនត្រឹមតែឥឡូវនេះរឿងនេះតាំងពីចំនួនលោកអាប់រ៉ាហាំមកហ្នឹងគឺជាមួយលោកឡុតដែលជាទីក្រុងសាដមនិងហ្គមរ៉ាដែលគេថ្វាយបង្គំសាសនាព្រហ្មញ្ញដូចគ្នាគឺគេលក់ផ្លូវភេទដូចគ្នាយើងឃើញតែបន្តិចទៀតអាទិត្យក្រោយៗទៀតយើងនឹងរៀនតើគេធ្វើអញ្ចេះតាំងពីចំនួនណាមកគឺគេបើកចំហក្នុងការរួមភេទជាមួយគ្នានឹងគឺសាសនាព្រាហ្មណ៍ពេលព្រះយេស៊ូវហើយនឹងទេវតា2នាក់មកផែនដីមកជួបលោកអាប់រ៉ាហាំផ្ដល់ដំណឹងគាត់ថាប្រពន្ធគាត់ Sarah នឹងមានកូនមួយហើយលោកអាប់រ៉ាហាំគាត់កំពុងតែនិយាយជាមួយព្រះយេស៊ូវនៅលើផែនដីនេះហើយគាត់បានលួចស្ដាប់ទេវតា2នាក់កំពុងតែជែកគ្នាថាពេលចេញពីផ្ទះពីកន្លែងលោកម៉ូសេទៅគឺត្រូវទៅឯទីក្រុងសាដមហើយនឹងទីក្រុងហ្គមរ៉ាដើម្បីអ្វីដើម្បីកំទេចគេចោលបញ្ឆេះគេចោលនៅភ្លើងជាមួយនឹងស្ប៉ុនធរហើយលោកអាប់រ៉ាហាំគាត់មានក្មួយម្នាក់ឬក៏ប្អូនថ្លៃស្តៀងចឹងដែរឬក៏ក្មួយឬប្អូនថ្លៃគាត់ឈ្មោះឡុតគាត់នៅទីក្រុងម្ដុំនឹងឯងគឺសាដមឬក៏ហ្គមរ៉ាទេគាត់ដឹងថាលោកឡុតជាក្មួយរបស់គាត់ឬក៏ជាប្អូនថ្លៃហ្នឹងដឹងថាព្រះបំរុងនឹងបំផ្លាញទីក្រុងសាដមហ្គមរ៉ានឹងភ្លើងហើយនឹងស្ប៉ុនធរនោះគាត់ក៏បានទៅជែកជាមួយព្រះគាត់ថានោះគាត់ទូលព្រះថាសូមកុំឲ្យព្រះអង្គម្ចាស់ខ្ញាល់ឡើយទូលបង្គំនឹងទូលតែសុំអង្វរតែម្ដងទៀតថាបើសិននៅទីនោះមានតែ10នាក់ក៏ដោយរួចព្រះមានបន្ទូលទៅគាត់ថាបើសិនជានៅទីក្រុងសាដមនិងទីក្រុងហ្គមរ៉ាបើសិនជាមាន10នាក់នៅក្នុងទីក្រុងនោះជឿព្រះយេស៊ូវបើសិនជាមានមែនណាព្រះអង្គមិនបំផ្លាញទីក្រុងទាំងពីរនោះឡើយដោយយល់ដល់10នាក់នោះដែលជឿដល់ព្រះយេស៊ូវដូច្នេះបងប្អូនអ៊ំពូមីងឪពុកម្ដាយទាំងអស់គ្នានៅស្រុកថៃប្រហែលជាគេមានមនុស្សជឿព្រះយេស៊ូវតិចជាង10នាក់បានជាស្រុកនោះត្រូវព្រះបានដាស់តឿនគេពលិចគេអង្គើផែនដីពធនេះស្រូបទឹកជន់លិចមានសង្គ្រាមទៀតស្លាប់ទាហានស្លាប់ប្រជាពលរដ្ឋអស់ជាច្រើនតែគេមិនបែរមកជឿព្រះទៀតគេរឹតតែគេមិនបានភ្ញាក់ខ្លួនពីរឿងនឹងដើម្បីរត់មករកព្រះគឺគេនៅទទួលឪពុករបស់គេនេះគឺជាអារៈនឹងឯងគេនៅតែទទួលហើយធ្វើតាមតណ្ហាដែលឪពុកនោះចង់បានគឺសម្លាប់មនុស្សឲ្យបានច្រើនក្នុងនាមថាចង់បានទឹកដីគេដូច្នេះនៅស្រុកបងប្អូននៅស្រុកថៃប្រហែលជាមានគ្នាតិចមែនទែនដែលជឿព្រះយេស៊ូវពិតប្រាកដជឿព្រះយេស៊ូវពិតប្រាកដប្រហែលជាមានគ្នាតិចទេហើយបងប្អូនអំពូមីងបើសិនជាគេមិនបែរមកព្រះយេស៊ូវទេគេនឹងត្រូវរងទុក្ខវេទនាថែមទៀតហើយយើងឃើញថាកាលព្រះយេស៊ូវនិងទេវតា2នាក់បានទៅជួបលោកអាប់រ៉ាហាំនៅកន្លែងទីហៅឋានគាត់គឺប្រាប់ថាព្រះនឹងកំទេចទីក្រុងសាដមនិងហ្គមរ៉ាក៏ប៉ុន្តែពេលលោកអាប់រ៉ាហាំកំពុងតែនិយាយជាមួយព្រះយេស៊ូវពួកទេវតាទាំង2នាក់នោះក៏ចាក់ចេញទៅឯទីក្រុងសាដមហើយនិងទីក្រុងហ្គមរ៉ាហើយទៅជួបក្មួយលោកអាប់រ៉ាហាំឬក៏ប្អូនថ្លៃលោកអាប់រ៉ាហាំឲ្យគាត់ចាក់ចេញពីទីក្រុងនោះហើយយើងឃើញថាប្រហែលជាលោកឡុតគាត់ជឿព្រះតែម្នាក់ឯងទេសូម្បីកូនស្រីគាត់2នាក់នោះហើយនឹងប្រពន្ធគាត់ដូចជាស្ទាក់ស្ទើរទេហើយពេលទេវតាឲ្យគាត់ចេញសូម្បីជាលោកឡុតក៏ដោយគាត់ដូចជាអញអត់ចង់ចេញតែវាចិត្តដល់គ្រាមែនទែនហើយទេវតាបានចាប់ដៃប្រពន្ធកូនគាត់ទាំងប្រមាណដែលនៅចិត្តគាត់នឹងចាប់អូសហ្មងអូសយកចេញមកហើយគឺជាស្តៀងបង្ខំបន្តិចពីព្រោះលោកឡុតគាត់ដូចជាស្តៀងមិនចង់ចេញដែរគាត់នៅអញស្ដាយក្រោយអ្វីដែលកើតឡើងនោះគឺព្រះកំទេចស្រុកសាដមនិងស្រុកហ្គមរ៉ានឹងចោលដោយសារតែពួកគេប្រព្រឹត្តអំពើបាបផ្លូវភេទ
ប្រុសដេកជាមួយប្រុសស្រីដេកជាមួយស្រីគេមានសូម្បីជាពួកទេវតារបស់ព្រះទាំងពីរនាក់នោះក៏គេចង់ចាប់រំលោភដែរបើសិនជាមានអ្នកណាទៅស្រុកសាដមហ្គមរ៉ានឹងទៅពីស្រុកណាក៏ដោយគឺអ្នកភូមិនឹងគេចាប់អ្នកដែលទៅស្រុកនឹងទៅធ្វើការនៅនឹងឬក៏ដើរកាត់ស្រុកនឹងគេចាប់ទុកនៅកន្លែងផ្ទះគេនឹងហើយអ្នកភូមិគេលើកគ្នាមកដើម្បីនឹងមកចង់រំលោភក្រុមគ្រួសារយើងដែលមកជាមួយយើងនឹងឬប្រពន្ធយើងអីគេចង់រំលោភគេក៏បានចាប់អ្នកដែលធ្វើដំណើរនឹងឬក៏អ្នកទៅធ្វើការនៅស្រុកនឹងហើយចាប់រំលោភមនុស្សស្រីនឹងហើយទុកឲ្យស្លាប់ហើយគេមិនធ្វើតែម្នាក់គឺធ្វើក្បួនផ្សេងទៀតច្រើនណាស់ដែលនៅស្រុកសាដមហ្គមរ៉ានឹងគេក៏ក្លឿនគេអត់ខ្លាចព្រះទេគេអត់ដឹងបនគេអត់ដឹងបាបទេហេតុនេះហើយបានព្រះកំតិចស្រុកសាដមនឹងហ្គមរ៉ានឹងចោលយើងដូចគ្នាដែរយើងឃើញថាប្រវត្តិសាស្ត្រដែលស្រុកថៃដែលគេធ្វើដាក់នៅស្រុកខ្មែរដោយគេជាយក្សគេមានលុយច្រើននៅកាលនៅសង្គ្រាមលោកលើកទី2ឆ្នាំ1946ឆ្នាំ1946គេបានវាយយករហូតដល់បាត់ដំបងសៀមរាបនិងពោធិ៍សាត់បានអត់ទេគឺខ្ញុំជឿថាពោធិ៍សាត់បាត់ដំបងសៀមរាបប៉ុលប៉ែតនឹងគឺគេវាយបានហើយគេវាយបានយួរបានតាំងពីឆ្នាំ1941រហូតដល់1946គឺឥឡូវនេះគេយល់លេសថាបើសិនជាសង្គ្រាមទី3គេនឹងវាយយកម្ដងទៀតឥឡូវនេះឆ្នាំ2025 24-25នេះគឺសង្គ្រាមទី3ក៏បានចាប់ដើមបដាហើយនៅស្រុកថៃដោយសារគេមានអរជាឪពុកនោះចង់បានសម្រាប់មនុស្សហើយឪពុកនោះចង់បានដីលោភលន់ចង់បានដីទោះជាបើជាស្រុកថៃធំជាងស្រុកខ្មែរក៏គេចង់បានហើយពេលគេវាយបានហើយហ្នឹងគេមិនត្រឹមយកស្រុកខ្មែរតែប្រហែលខែហ្នឹងទេអ្វីដែលព្រះប្រាប់ខ្ញុំនោះគឺបើសិនជាបានពោធិ៍សាត់បាត់ដំបងអដរមានជ័យឬក៏កន្លែងណាសៀមរាបបានហើយគេមិនឈប់ត្រឹមប៉ុណ្្នឹងដែរគេប្រហែលជាឈប់ដើម្បីសង្ងំដាក់ក្របសិនរយៈ 2-3 ឆ្នាំតែបន្ទាប់ពីនឹងគេនឹងគម្រោងការចង់វាយស្រុកខ្មែរចង់បានទាំងមូលហើយគេនឹងប្រឈមមុខជាមួយវៀតណាមហើយនេះហើយបងប្អូនអ្វីដែលព្រះបានឲ្យខ្ញុំដឹងនេះគឺគេមិនចង់បានដីខ្មែរត្រឹមតែពាក់កណ្ដាលទេគេចង់បានស្រុកខ្មែរទាំងមូលហើយអ្វីដែលគេចង់បានធ្វើស្រុកខ្មែរនោះគេចង់ធ្វើបង្កើតស្រុកខ្មែរជាច្រើនកន្លែងឲ្យកើតតែជាទីក្រុងផាត់ថាយ៉ាគឺប្រុសដេកជាមួយប្រុសស្រីដេកជាមួយស្រីហើយជនបរទេសមកស្រុកក្រៅយកលុយមកច្រើនមែនទែនមកជិះនៅស្រុកថៃដែលបានបរិយាដែលលួចពីស្រុកខ្មែរហ្នឹងនេះហើយគឺជាព្រះវិញ្ញាណបរិសុទ្ធប្រាប់ខ្ញុំពីរឿងហ្នឹងតែគឺគេមិនធ្វើបានឡើយគឺគេមិនអាចយកបានឡើយឲ្យតែនៅស្រុកខ្មែរយើងមានអ្នកជឿព្រះយេស៊ូវឲ្យបានច្រើនជឿព្រះយេស៊ូវតលតែជឿព្រះយេស៊ូវឲ្យបានប្រកបពជាមិនមែនលំមិនមែនជឿព្រះយេស៊ូវដើម្បីឲ្យបានសន្តិភាពបោកប្រាស់ព្រះយេស៊ូវដល់ពេលសិក្សាត្រានហើយជប់ជឿព្រះយេស៊ូវទេហើយមិនត្រឹមប៉ុណ្្នឹងទៀតគេនឹងឈ្លានពានទៅដល់ស្រុកភូមាស្រុកឥណ្ឌូនេស៊ីហើយនិងស្រុកម៉ាឡេគេនឹងវាយដល់នឹងទៀតរឿងអ្វីដែលខ្ញុំនិយាយនេះគឺជាដូចជារឿងនិយាយបំផុសបំផុលក៏ប៉ុន្តែអ្វីដែលព្រះប្រាប់ខ្ញុំគឺវិញ្ញាណអារៈដែលនៅក្នុងប្រជាពលរដ្ឋគេនឹងគឺចង់បានចឹងហ្មងគេចង់លោភលន់គេអត់ស្កប់ចិត្តទេបើសិនជាអាចគេវាយយកផែនដីនេះទាំងមូលព្រោះពួកគេមានវិញ្ញាណយក្សនៅក្នុងខ្លួនគេក៏ប៉ុន្តែស្រុកខ្មែរវិញគ្នាតូចតាចគ្នាចង់បានតែសន្តិភាពទេអត់ចង់បានឈ្លានពានដល់ស្រុកណាឡើយគឺអ្វីដែលគេចង់បានពួកគេទៅតែងើបមកពីពលពតទេហើយចេញពីពលពតនោះទៅមកជួបពលពតនៅស្រុកថៃភ្នំដងរែកទៀតអញ្ចឹងគេឆ្អែតដែររឿងសង្គ្រាមនឹងគេអត់ចង់បានទៀតគេចង់បានតែសន្តិភាពទេគេមិនចង់បានវាយណាអីទេហើយនេះជាប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋបរទេសក៏គេចោះមកជួយដែរគេឈឺឆ្អាលជំនួសខ្មែរយើងទៀត
ផងហើយគេចុះមកជួយសម្ភារៈជួយគ្រប់គ្រងអ្វីទាំងអស់យើងឃើញថានៅស្រុកថៃអត់ទេទោះបើជាស្រុកគេបានលិចទឹកយន្តងាប់មនុស្សរាប់ពាន់ហើយក៏ដោយគេអត់ត្រូវគ្រប់គ្រងសន្តិភាពទេហើយស្រុកគេទាំងមូលធំជាងស្រុកខ្មែរទៀតមានតែ6នាក់ទេដែលគ្រប់គ្រងសន្តិភាពកុំឲ្យថៃនោះឈ្លានពាននៅស្រុកដទៃនៅជុំវិញខ្លួនដូច្នេះស្រុកថៃទាំងមូលមានតែ6នាក់ទេប្រជាពលរដ្ឋគេបើសិនជាប្រជាពលរដ្ឋគេឡើងមកជួយគ្រប់គ្រងពីរឿងហ្នឹងប្រហែលជារដ្ឋាភិបាលគេយល់ខ្លះដែរក៏ប៉ុន្តែមានតែ6នាក់ទេដែលចេញមកដើម្បីគ្រប់គ្រងសន្តិភាពនេះហ่ะអញ្ចឹងស្រុកថៃហេតុអីបានស្រុកថៃវិញអត់ចង់បានសន្តិភាពមានតែ6នាក់ហ្នឹងជាប់មកប្រទេសហេតុអីបានជាគេមិនគ្រប់គ្រងសន្តិភាពយើងឃើញតែនៅស្រុកថៃគេមានមហាវិទ្យាល័យមួយគេបរៀនមនុស្សឲ្យស្រឡាញ់ចម្បាំងហ្នឹងមកនឹងសង្គ្រាមហ្នឹងមកគេបរៀនមនុស្សឲ្យអញ្ចឹងមកគឺព្រោះនៅស្រុកនោះមានអរៈជាឪពុកហើយប្រជាយើងឃើញថាសូម្បីជាខ្មែរយើងក៏ដោយដែលនៅស្រុកថៃក៏គេគ្រប់គ្រងឲ្យមានសង្គ្រាមដែរគឺស្រុកគេនោះគឺចូលចិត្តណាសង្គ្រាមគម្រោងការគេដូចអញ្ចឹងឯងគឺគេវាយស្រុកខ្មែរឲ្យបានគឺគេលើកគ្នាមកបដ ாய் ធ្វើម៉េចវាយស្រុកខ្មែរយកឲ្យបានមិនមែនត្រឹមតែត្រឹមសៀមរាបឬក៏បាត់ដំបងទេគឺទាំងមូលនេះហើយជាវិញ្ញាណអរៈដែលវាចង់ឲ្យមនុស្សលោភលន់នោះចង់បាននោះសូម្បីជាឪពុក Donald Trump ឬក៏នៅម៉ាឡេស៊ីគេអត់ត្រូវការទេគេប្រមាថមើលងាយដល់ឪពុកម្ដាយនោះគេហក់ធាក់ទៀតអញ្ចឹងហាក់បីដូចជាការទាំងអស់នេះជាការលេងសើចទេមើលទៅពីព្រោះយើងឃើញថានៅស្រុកមួយបើសិនជាលក់អាវុធឲ្យស្រុកមួយត្រូវតែបញ្ជូនគ្រូបង្រៀនប្រើអាវុធនោះសង្គ្រាមចម្បាំងអាវុធតូចក៏ដោយអាវុធធំក៏ដោយគេនៅបញ្ជូននឹងខ្ញុំអត់ដឹងថារូបនេះតាំងពីកាលណាមកហើយទេតែតាមដែលខ្ញុំស៊ើបសួរបងប្អូនយើងនៅពោធិ៍សាត់នេះគឺរូបនេះថ្មីទេខ្ញុំអាចប្រកែកបានទេសូមឲ្យបងប្អូនស្រាវជ្រាវតើរូបនេះតាំងពីឆ្នាំណាមកថ្ងៃណាពិតប្រាកដថែមទៀតតែនៅភូមិយើងនឹងនៅស្រុកយើងនឹងគឺគេថារូបនេះថ្មីនេះទេស្ដាប់មើលទៅដូចជាស្តៀងចឹងដែរពីព្រោះពេលលក់អាវុធទៅឲ្យស្រុកណាមួយត្រូវតែបញ្ជូនគ្រូទៅបង្រៀនដូចជាប្រើគ្រឿងចំអាកាសចម្បាំងនេះយើងឃើញថាបងប្អូនយើងនៅស្រុកខ្មែរនេះខ្ញុំទៅជួបម្នាក់ពីររួចទៅហើយគេថានៅស្រុកថៃពីរឿងបើកកប៉ាល់ហោះចម្បាំងអត់សូវមានជំនាញទេមានតែជនជាតិបរទេសទេដែលមានជំនាញបើកយន្តហោះនោះដូចស្តៀងអញ្ចឹងដែរហេតុនេះហើយបានជាពួកគេចោះមកជួយអញ្ចឹងប្រហែលជាអញ្ចឹងហើយពីព្រោះភាសាអង់គ្លេសមិនងាយស្រួលប្រើមួយស្រួលរៀនប្រមាណដែរអញ្ចឹងបងប្អូនយើងឃើញបើសិនជាស្រុកមានអំណាចធំគេអត់គ្រប់គ្រងស្រុកខ្មែរទេដោយស្រុកខ្មែរអត់បានទិញអាវុធមកពីគេអញ្ចឹងយើងដូចខ្មែរយើងគេថាជាប់ហើយខ្មែរជាប់អត់ជាប់ទេបងប្អូនយើងនៅមានមួយទៀតដែលធំបំផុតតោះយើងចូលមេរៀនតើអ្នកណាជាមិត្តសម្លាញ់យើងពិតប្រាកដនេះជាបញ្ញត្តិរបស់ខ្ញុំព្រះយេស៊ូវគឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរគ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះទេដែលនឹងបដូរជីវិតជំនួសពួកស្រឡាញ់របស់ខ្លួននោះទេបើអ្នករាល់គ្នាធ្វើតាមបញ្ញត្តិដែលខ្ញុំបង្គាប់នោះអ្នករាល់គ្នាជាមិត្តស្រឡាញ់ខ្ញុំហើយជឿព្រះយេស៊ូវកុំឲ្យជឿលំជឿឲ្យប្រកបបញ្ជាហើយយើងធ្វើតាមបង្គាប់បញ្ជារបស់ព្រះបញ្ញត្តិរបស់ព្រះមានទាំងប្រមាណយើងធ្វើទាំងអស់បើសិនជាយើងធ្វើតាមព្រះធ្វើតាមកុំឲ្យខុសនឹងច្បាប់ព្រះរាប់យើងថាយើងជាមិត្តសម្លាញ់ព្រះអង្គចាប់ពីពេលនេះតទៅខ្ញុំមិនហៅអ្នករាល់គ្នាជាអ្នកបម្រើទៀតទេពីព្រោះអ្នកបម្រើគេមិនដឹងថាចៅវាយធ្វើអ្វីទេប៉ុន្តែគឺបានហៅអ្នករាល់គ្នាជាមិត្តសម្លាញ់វិញពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការអ្វីទាំងអស់ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមកព្រះយេស៊ូវព្រះអង្គហៅយើងថាយើងជាមិត្តសម្លាញ់របស់ព្រះយេស៊ូវពិតប្រាកដមិនមែន Donald Trump មិនមែនមនុស្សផ្សេងណាគឺព្រះយេស៊ូវមកគឺជាមិត្តសម្លាញ់យើងពិតប្រាកដហើយក៏ជាអ្នកជំនួយយើងដែរដូច្នេះខ្មែរយើង
យើងត្រូវការបែររកទៅឯមិត្តសម្លាញ់យើងពិតប្រាកដជាព្រះរបស់យើងហើយក៏ជាអ្នកជំនួយរបស់យើងដែរចាប់ពីពេលនេះតទៅព្រះយេស៊ូវមិនបានហៅយើងទាំងអស់គ្នាជាអ្នកបម្រើរបស់ព្រះអង្គទេពីព្រោះសម្រាប់ជាអ្នកបហៅជាអ្នកបម្រើវិញគេមិនដឹងថាជាវាយគេនឹងធ្វើអីវិញទេប៉ុន្តែគឺយើងទាំងអស់គ្នាព្រះបានហៅយើងទាំងអស់គ្នាថាជាមិត្តសម្លាញ់វិញនោះពីព្រោះព្រះយេស៊ូវបានឲ្យយើងរាល់គ្នាដឹងពីគ្រប់ការអ្វីទាំងអស់ដែលព្រះអង្គធ្វើអ្វីដែលព្រះវរបិតាព្រះយេស៊ូវប្រាប់មកគឺព្រះជូនការនឹងឲ្យយើងដឹងទាំងអស់មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេគឺខ្ញុំទេដែលបានរើសអ្នករាល់គ្នាវិញហើយបានតែងតាំងឲ្យអ្នករាល់គ្នាឲ្យទៅបង្កើតផលហើយឲ្យផលអ្នករាល់គ្នាបាននៅជាប់ផងដើម្បីឲ្យព្រះវរបិតាអាចបានប្រទានឲ្យយើងរាល់គ្នាបានអ្វីដែលនឹងសូមពីដោយនៅឈ្មោះព្រះយេស៊ូវយើងទាំងអស់គ្នាពេលអ្នកដែលណាដែលហៅដែលព្រះមកហៅឲ្យជឿព្រះយេស៊ូវគឺមិនមែនយើងទេរត់ទៅរកព្រះយេស៊ូវគឺព្រះយេស៊ូវទេហៅយើងឲ្យទៅបើសិនជាព្រះអត់ហៅយើងទៅគឺយើងអត់មានជំនឿជឿព្រះយេស៊ូវបណ្ដោយយើងក៏មិនបានទៅជឿព្រះយេស៊ូវដែរហេតុដែលបងប្អូនបានជឿព្រះយេស៊ូវនេះគឺព្រះយេស៊ូវទេដែលហៅរើសយើងហើយបានមិនត្រឹមប៉ុណ្្នឹងបានចាក់ប្រេងតាំងឲ្យយើងទាំងអស់គ្នាដែលជឿព្រះយេស៊ូវនឹងឲ្យទៅផ្សាយបណ្ដឹងដើម្បីបង្កើតផលឲ្យមនុស្សបានជឿដល់ព្រះហើយឲ្យអ្នកដែលបានជឿដល់ព្រះនឹងឲ្យបាននៅជាប់ផងដើម្បីអ្វីដើម្បីឲ្យព្រះវរបិតាអាចនឹងបានប្រទានឲ្យយើងទាំងអស់គ្នាបានអ្វីដែលនឹងសូមពីព្រះអង្គដោយឈ្មោះព្រះយេស៊ូវយើងសូមអ្វីដែលពីព្រះយេស៊ូវហើយយើងកាន់នៅជំនឿព្រះយេស៊ូវដោយឈ្មោះព្រះយេស៊ូវព្រះអង្គនឹងប្រទានឲ្យយើងប្រទានអ្វីយើងសូមឲ្យសន្តិភាពនៅស្រុកខ្មែរព្រះនឹងផ្ដល់ឲ្យនឹងមិនត្រឹមតែប៉ុណ្្នឹងអ្វីផ្សេងទៀតបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំចូលកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះនោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតាខ្ញុំហើយទ្រង់នឹងប្រទានព្រះដល់ជាព្រះជំនួយមួយអង្គទៀតឲ្យមកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយនៅអស់កលរៀងទៅអ្វីដែលយើងសូមព្រះយេស៊ូវនោះព្រះយេស៊ូវនឹងអង្វរដល់ព្រះវរបិតាឲ្យប្រទាននៅព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះជំនួយមកយើងដូច្នេះកុំឲ្យយើងភ័យខ្លាចនឹងគេយកស្រុកយើងឡើយឲ្យតែមានមនុស្សច្រើនដែលទទួលព្រះអង្គពិតប្រាកដប្រជាជឿព្រះហើយថ្វាយបង្គំធ្វើគ្រប់បញ្ញត្តិរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងព្រះវិញ្ញាណបរិសុទ្ធជាព្រះគ្រប់ប្រជាស្ដាជួយយើងពេលព្រះជួយយើងមិនមែនដូចប្រទេសក្រៅជួយយើងDonald Trump ឬប្រទេសអីហាក់បីដូចជាគេអត់មានដូចអត់ហ៊ានណាអត់ហ៊ានជួយបើជួយទៅសង្គ្រាមធំមកដល់អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំហើយកាន់តាមគឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំឯអ្នកណាដែលស្រឡាញ់ខ្ញុំនោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផងយើងស្រឡាញ់ព្រះយេស៊ូវយើងក៏ដូចស្រឡាញ់ព្រះវរបិតាព្រះវរបិតាព្រះវិញ្ញាណបរិសុទ្ធក៏នឹងសម្ដែងឲ្យយើងស្គាល់ព្រះយេស៊ូវមានបន្ទូលឆ្លើយថាបើអ្នកណាស្រឡាញ់ខ្ញុំនោះអ្នកនោះនឹងកាន់តាមពាក្យបញ្ញត្តិរបស់ព្រះយេស៊ូវនោះព្រះវរបិតាព្រះយេស៊ូវនឹងស្រឡាញ់អ្នកនោះដែរហើយព្រះយេស៊ូវហើយនឹងព្រះវិញ្ញាណបរិសុទ្ធព្រះវរបិតានឹងមកឯអ្នកនោះក៏នឹងតាំងទីលំនៅជាមួយផងបើយើងជឿព្រះយេស៊ូវហើយយើងជឿព្រះយេស៊ូវហើយយើងធ្វើតាមបញ្ញត្តិព្រះយេស៊ូវកាន់តាមពាក្យព្រះអង្គទាំងអស់ពិតប្រាកដជាមិនមែនคล้ายបោកប្រាស់ព្រះយេស៊ូវព្រះវរបិតាព្រះវិញ្ញាណបរិសុទ្ធមកតាំងទីលំនៅជាមួយពួកយើងអ្នកណាដែលមិនស្រឡាញ់ខ្ញុំនោះមិនកាន់តាមពាក្យខ្ញុំទេឯពាក្យដែលអ្នករាល់គ្នាឮនោះមិនមែនជាពាក្យខ្ញុំគឺជាព្រះបន្ទូលរបស់ព្រះវរបិតាដែលទ្រង់ចាត់ឲ្យខ្ញុំមកតើអ្នកណាដែលមិនស្រឡាញ់ព្រះយេស៊ូវនោះមិនក៏គេមិនស្ដាប់បង្គាប់ដែរពាក្យបន្ទូលពាក្យព្រានប្រដៅហើយនឹងបញ្ញត្តិរបស់ព្រះយេស៊ូវគឺគេមិនស្ដាប់ឡើយពាក្យអ្វីដែលព្រះយេស៊ូវបានប្រាប់យើងនោះគឺមិនមែនមកពីព្រះយេស៊ូវតែគឺមកពីព្រះវរបិតានៅនគរឋានសួគ៌បានប្រាប់ឲ្យព្រះយេស៊ូវមានបន្ទូលត្បិតអ្នកណាដែលធ្វើតាមព្រះハរតីនៃព្រះវរបិតាខ្ញុំដែលគង់នៅឋានសួគ៌ដូចគ្នាប្អូនគឺជាប្អូនប្រុសប្អូនស្រីហើយជាម្ដាយរបស់ខ្ញុំត្បិតអ្នកណាដែលធ្វើតាមព្រះハរតីរបស់ព្រះវរបិតាដែលគង់នៅឋានសួគ៌ដូចគ្នា
គឺជាបងប្អូនប្រុសនិងស្រីរបស់ព្រះយេស៊ូវហើយជាម្ដាយរបស់ព្រះយេស៊ូវដែរអ្នកណាដែលធ្វើតាមបង្គាប់បញ្ជារបស់ព្រះនៅថ្ងៃនេះអ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំអ្នករាល់គ្នាក៏នៅក្នុងខ្ញុំហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរអ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំហើយកាន់តាមគឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំឯអ្នកណាដែលស្រឡាញ់ខ្ញុំនោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរក៏នឹងសម្ដែងឲ្យអ្នកនោះស្គាល់ផងដូចគ្នាយើងបើសិនជាអ្នករាល់គ្នានៅក្នុងព្រះយេស៊ូវនៅក្នុងយើងហើយព្រះអង្គមកធ្វើទីលំនៅក្នុងជីវិតយើងក្នុងខ្លួនយើងឲ្យតែយើងកាន់តាមបញ្ញត្តិរបស់ព្រះពីព្រោះអ្នកនោះឯងដែលស្រឡាញ់ព្រះយេស៊ូវហើយក៏ជាទីស្រឡាញ់នៃព្រះវរបិតាដែរសម្រាប់អ្នកនោះហើយព្រះវរបិតាព្រះយេស៊ូវព្រះវិញ្ញាណបរិសុទ្ធនឹងសម្ដែងឲ្យយើងស្គាល់ដែរចូលឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយតែប៉ុណ្ណោះចុះត្បិតទ្រង់មានបន្ទូលថាអញនឹងមិនចាក់ចេញពីឯងក៏មិនបោះបង់ចោលឯងឡើយបានជាយើងរាល់គ្នាអាចនឹងនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចឡើយពីព្រោះព្រះអង្គម្ចាស់ទ្រង់ជាអ្នកជំនួយខ្ញុំគឺព្រះវិញ្ញាណបរិសុទ្ធតើមនុស្សនឹងធ្វើអ្វីដល់ខ្ញុំជាយ៉ាងណាដែរតើមនុស្សនឹងធ្វើអ្វីដល់ខ្ញុំជាយ៉ាងណាដែរបងប្អូនដែលនៅក្នុងជួរមុខធ្វើទាហានចូលឲ្យបានជឿព្រះយេស៊ូវដើម្បីឲ្យព្រះអង្គគង់នៅក្នុងខ្លួនកុំឲ្យជឿคล้ายคล้ายជឿប្រកាសបជាម្ដងទៀតព្រះយេស៊ូវមានបន្ទូលថាព្រះអង្គមិនចាក់ចេញពីយើងឡើយក៏មិនបោះបង់យើងចោលដែរហេតុនេះហើយបានជាយើងរាល់គ្នាអាចនិយាយដោយក្លាហានថាខ្ញុំមិនខ្លាចអ្វីឡើយពីព្រោះព្រះអង្គម្ចាស់យេស៊ូវជាអ្នកជំនួយខ្ញុំតើមនុស្សណានឹងអាចធ្វើអ្វីដល់យើងបាននេះហើយបងប្អូនអំពុំមីឪពុកម្ដាយទាំងអស់គ្នាប្រជាពលរដ្ឋហើយនឹងទាហានដែលនៅជួបមុខក៏ដោយយើងមិនមែនខ្លួនទីពឹងខ្លួនទេយើងមានព្រះយេស៊ូវជាជំនួយឲ្យតែយើងនៅជាប់ជាមួយព្រះអង្គពិតប្រកបបជាមិនមែនជំនឿបោកប្រាស់គ្រាន់តែសុខសាន្តត្រានហើយឈប់ជឿព្រះយេស៊ូវទេពិតប្រកបបជាឲ្យជឿព្រះអង្គហើយកាន់តាមព្រះអង្គយកព្រះអង្គមកក្នុងជីវិតមកក្នុងខ្លួននៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថាខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំអ្នករាល់គ្នានៅក្នុងខ្ញុំហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរយើងត្រូវការព្រះយេស៊ូវនៅក្នុងខ្លួនយើងដើម្បីព្រះយេស៊ូវអះអាងថាព្រះអង្គនឹងជួយយើងមិនមែនយើងខ្លួនទីពឹងខ្លួនទេព្រះយេស៊ូវអ្នកជំនួយយើងឃើញថារូបថតប្រមាណមុននោះយើងក៏ឃើញថាស្រុកថៃគេមានអ្នកជំនួយគេមានគ្រូបង្រៀនគេមានអាវុធទំនើបកប៉ាល់ហោះអីហ្នឹងយើងអស់សង្ឃឹមថាខ្មែរយើងចប់អត់ទេឲ្យតែខ្មែរយើងជឿព្រះយេស៊ូវប្រកាសបជាមិនមែនតាមជំនឿនិកាយយើងជឿព្រះយេស៊ូវតាមពិតប្រកបបជាបណ្ដោយព្រះយេស៊ូវប្រាប់ថាព្រះអង្គជាព្រះអង្គគង់នៅក្នុងព្រះវរបិតាហើយយើងទាំងអស់គ្នាគង់នៅក្នុងព្រះយេស៊ូវហើយព្រះយេស៊ូវក៏គង់នៅក្នុងយើងទាំងអស់គ្នាដែរអ្វីដែលយើងត្រូវធ្វើនោះគឺព្រះប្រាប់ឲ្យបើសិនជាយើងបើសិរះរបស់ព្រះយេស៊ូវដែលបានហៅតាមឈ្មោះរបស់ព្រះយេស៊ូវគេបន្ទាបខ្លួនគេអធិដ្ឋានហើយគេរួមមុខរបស់ព្រះយេស៊ូវព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេខុសព្រះនោះព្រះនឹងស្ដាប់គេពីលើឋានសួគ៌មកហើយនឹងអត់ទោសអំពើបាបដល់គេទាំងមើលស្រុកគេឲ្យជាផងយើងទាំងអស់គ្នាជាកូនព្រះយើងបាននាំគ្នាដាក់ដើមមកផែនដីនេះមកបម្រើការងារព្រះក៏ប៉ុន្តែយើងអត់បានស្ដាប់បង្គាប់ព្រះឬក៏អ្នកបម្រើព្រះអង្គទេបងប្អូនដឹងទេថាមុននឹងបានដាក់ដំងមកផែនដីនេះបងប្អូនប្រឡងរួចទៅហើយថាពេលមកផែនដីនេះនឹងស្វែងរកព្រះពិតហេតុនេះហើយបានព្រះអង្គឲ្យយើងចាប់ដំងមកផែនដីនេះបម្រើព្រះនឹងគឺថាយើងមកនេះយើងត្រូវណាស់មកប្រជុំមុខជាមួយសត្រូវរបស់យើងជាអរិយពីព្រោះផែនដីនេះលើកមុនបានឲ្យទៅវាតែឥឡូវនេះព្រះបានឲ្យផែនដីនេះទៅមនុស្សវិញហើយបើយើង
ដាក់ដំងមកដើម្បីមកប្រឈួរនៅផែនដីនេះឈួរជើងនៅផែនដីនេះគឺអារៈវាមិនសบายចិត្តទេអញ្ចឹងត្រូវការឲ្យយើងរត់រកព្រះគឺឲ្យយើងនឹកចាំថាពេលមកដល់ផែនដីទី1ពេលដឹងក្តីឡើងត្រូវតែរត់រកព្រះជាជំនួយមុននឹងគឺយើងប្រឡងចប់កន្លែងហ្នឹងហើយនេះបានព្រះឲ្យមកគឺយើងអ្វីដែលត្រូវធ្វើនោះគឺព្រះឲ្យយើងស្វែងរកព្រះអង្គហើយដើរតាមដំបូន្មានព្រះអង្គហើយហៅឈ្មោះព្រះអង្គហើយបន្ទាបខ្លួនអធិដ្ឋានរកមុខព្រះអង្គព្រមទាំងងាកបែរចេញពីអ្វីគេប្រវែយើងខុសព្រះខុសសាសនាឈប់ធ្វើអាក្រក់គ្រប់ឈប់ធ្វើប្រឆាំងជាមួយព្រះបន្ទន់ចិត្តឡើងបើយើងបំរុងធ្វើអញ្ចឹងព្រះនឹងស្ដាប់យើងពីនគរឋានសួគ៌មកហើយនឹងអត់ទោសឲ្យយើងអំពើបាបដែលយើងធ្វើទាំងប្រមាណព្រមទាំងស្រុកយើងអីឥឡូវមានច្បាំងព្រះនឹងធ្វើឲ្យស្រុកយើងបានរួចពីសង្គ្រាមមានសានត្រានវិញទោះបើជាស្រុកណាក៏ដោយឬជុំវិញក៏ដោយយើងមានសង្គ្រាមណាក៏ដោយក៏ស្រុកយើងសានត្រានដែរយើងឃើញនៅស្រុកខ្មែរយើងព្យុះធម្មជាតិអង្គើផែនដីបធូនីស្រោបហើយនឹងមានអ្វីផ្សេងទៀតនៅស្រុកជុំវិញយើងនៅស្រុកម៉ាឡេនៅស្រុកឥណ្ឌូនេស៊ីនៅស្រុកថៃគេអង្គើផែនដីបធូនីស្រោបអីក៏ដោយនៅស្រុកខ្មែរអត់មានតែយើងដឹងទេថាប្រហែលជានៅស្រុកខ្មែរមានអ្នកជឿព្រះយេស៊ូវក្រែលដែរហើយក៏ប៉ុន្តែកុំឲ្យសង្ឃឹមពេកពីរឿងនោះពីព្រោះអ្នកនៅស្រុកខ្មែរយើងអ្នកខ្លះជឿព្រះខុសនិកាយទេគេមិនទៅថ្វាយបង្គំព្រះពិតប្រាកដគេថ្វាយបង្គំព្រះយេស៊ូវតាមរយៈព្រហ្មញ្ញសាសនាទេមេរៀនក្រោយយើងនឹងរៀនពីរឿងតើហេតុអីបានជាព្រះយេស៊ូវអ្នកជឿព្រះយេស៊ូវគេថ្វាយបង្គំសាសនាព្រហ្មញ្ញសាសនាទៅវិញមេរៀនក្រោយទៀតយើងឃើញថាបងហើយនឹងប្អូនយើងពូយើងដែលគាត់នៅជួរមុខពេលគាត់ទៅនោះគឺដឹងថាគាត់ម្នាក់ឯងបដ ாய் អត់មានអ្នកណាជួយទេគឺគាត់នឹងអធិដ្ឋានរកព្រះពេលហ្នឹងពេលស្លាប់រស់ហើយពេលហ្នឹងគឺសូមឲ្យបន់ឲ្យព្រះណាក៏ដោយឲ្យជួយគាត់គ្មានព្រះណាជួយទេបងប្អូនគឺខ្លួនទីពឹងខ្លួនទេតែមានព្រះមួយដែលជាដែលរត់យើងថាជាមិត្តសម្លាញ់ពិតប្រាកដនោះហើយព្រះអង្គអះអាងថានឹងជួយយើងគឺព្រះយេស៊ូវឯកូនចៅរបស់ឯងទាំងប្រមាណគួរតែបានសិក្សាពីព្រះយេស៊ូវហើយវារាល់គ្នានឹងមានសន្តិភាពដ៏អស្ចារ្យវារាល់គ្នានឹងបានតាំងមាំមួនឡើងដោយសេចក្តីសុចរិតហើយនឹងបាននៅឆ្ងាយពីការសង្កត់សង្កិនក៏មិនស្ញែងខ្លាចនឹងភរកម្មភ័យខ្លាចដែរបិទការទាំងអស់នោះនឹងមិននៅចិត្តវាឡើយត្រូវតែបង្ហាត់បង្រៀនកូនចៅអ្នកជិតខាងរបស់យើងឲ្យទទួលស្គាល់ឲ្យគេបានរៀនសិក្សាពីព្រះយេស៊ូវឲ្យគេបានទទួលជឿព្រះយេស៊ូវពិតប្រាកដពជាបើធ្វើយ៉ាងដូចនេះកូនចៅរបស់យើងរាល់គ្នានឹងមានសេចក្តីសន្តិភាពអស្ចារ្យមកពីព្រះប្រហែលជាមិនមែនមកពី Donald Trump ទេព្រះអាចប្រើ Donald Trump បានដែរតែសន្តិភាពដ៏អស្ចារ្យបំផុតនោះហើយកូនចៅយើងទាំងអស់គ្នានឹងបានតាំងមាំមួនឡើងដោយសេចក្តីសុចរិតអត់ធ្វើបាបហើយនឹងបាននៅឆ្ងាយពីការសង្កត់សង្កិនពីអ្នកណាក៏ដោយស្រុកណាក៏ដោយស្រុកថៃស្រុកអីណាក៏ដោយក៏មិនស្ញែងខ្លាចនឹងភរវកម្មក្របអាវុធអីណាវាយស្រុកខ្មែរយួរអីណាគឺវាពួកគេមិនខ្លាចឡើយពីព្រោះគេមានព្រះអ្វីដែលព្រះឲ្យយើងទុកចិត្តនោះគឺការទាំងអស់នោះនឹងមិនមកចិត្តយើងទេឲ្យតែយើងនៅជាប់ជាមួយនឹងព្រះហើយនេះគឺជាព្រះយេស៊ូវអះអាងតើមានព្រះណាអះអាងដល់អញ្ចឹងអត់ព្រះផ្សេងគឺខ្លួនទីពឹងខ្លួនដូច្នេះបងប្អូនបែរមករកព្រះយេស៊ូវវិញជាពិសេសបងប្អូនដែលបងប្អូនដែលនៅជួរមុខ
យើងឃើញថារូបថតនេះយើងមានពួកបងប្អូនយើងជឿព្រះយេស៊ូវដែរតែនៅរូបថតព្រះយេស៊ូវហើយនឹងឈើឆ្កាងព្រះអត់សពប្រហារទេមិនអីទេយ៉ាងហោចណាស់គាត់បានត្រឹមជឿព្រះយេស៊ូវដែរក៏ប៉ុន្តែបើសិនជាយើងបានជឿស្គាល់ព្រះយេស៊ូវព្រះឲ្យយើងដុតរូបថតនោះចោលហើយដុតឈើឆ្កាងចោលពីព្រោះឈើឆ្កាងនោះហើយនឹងរូបថតនោះគឺជារូបចម្លាក់ទេព្រះអត់ចូលចិត្តទេបើយើងថ្វាយបង្គំព្រះអង្គគឺត្រូវឲ្យថ្វាយបង្គំព្រះអង្គអធិដ្ឋានដល់ព្រះអង្គដោយវិញ្ញាណមិនមែនរូបថតទេហើយរូបថតនោះគឺថតមកពីនិកាយកាតូលិកទៀតមើលពួកសត្រូវរបស់ឯងគេប្រកាសណាស់នឹងលើកគ្នាឡើងមកតែនោះមិនមែនមកពីព្រះទេគឺឯអ្នកណាដែលលើកគ្នាតោះនឹងឯងគេនឹងដួលចុះដោយព្រោះឯងមើលអញព្រះយេស៊ូវបានបង្កើតទាំងជាងដែកដែលភ្លើងដុតធ្យូងថ្មធ្វើគ្រឿងសាស្ត្រាវុធអញក៏បានបង្កើតកាកសំណល់ទុកសម្រាប់ឲ្យឯងនឹងប្រើប្រាស់បំផ្លាញផងស្រុកផ្សេងឥឡូវនេះហាក់បីដូចជាគេអត់កម្រើកតល់តាសោះក៏ប៉ុន្តែព្រះយេស៊ូវប្រាប់ឲ្យយើងដឹងថាមើលពួកសត្រូវរបស់យើងគឺគេដាច់ខាតប្រកាសណាស់គេនឹងលើកគ្នាមកឯយើងពីព្រោះយើងគ្រាន់តែជាសម្ោចទេគេជាអ្នកមានគេជាយក្សជាធំជាងយើងគេមានអាវុធគេមានកប៉ាល់ហោះ F16 ក៏ប៉ុន្តែព្រះយេស៊ូវប្រាប់ថាបើសិនជាយើងជាកូនព្រះពិតប្រាកដជាព្រះអង្គថាក៏ប៉ុន្តែនោះកាលអ្វីដែលពួកគេដែលលើកគ្នាមកនោះគឺមិនមែនព្រះយេស៊ូវឲ្យគេមកទេឯអ្នកណាដែលលើកគ្នាតោះនឹងឯងជាកូនព្រះយេស៊ូវគេនឹងដួលចុះដោយព្រោះឯងដោយព្រោះយើងណាដែលអ្នកជាព្រះយេស៊ូវមានទូថាមើលអញបានបង្កើតទាំងជាងដែកដែលសពភ្លើងដុតធ្យូងថ្មធ្វើគ្រឿងសាស្ត្រាវុធឲ្យយើងព្រះយេស៊ូវក៏បានបង្កើតកាកសំណល់ទុកសម្រាប់យើងប្រើប្រាស់ទៅបំផ្លាញផងជុំព្រះយេស៊ូវជាព្រះសង្គ្រាមព្រះចម្បាំងនឹងហើយព្រះយេស៊ូវគឺជាអ្នកចម្បាំងព្រះអង្គជួយយើងជួយអ្នកណាដែលនៅខាងព្រះអង្គកូនព្រះអង្គជឿព្រះអង្គពិតប្រាកដជាអ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុតនោះនឹងបានជ្រក់នៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះជាស្ដាឯទូបង្គំនឹងពោលពីព្រះយេស៊ូវថាទ្រង់ជាទីពឹងពុំអ្នកបន្ទាយដែលទូលបង្គំគឺជាព្រះនៃទូបង្គំក្នុងទ្រង់ទូបង្គំនឹងទុកចិត្តពិតប្រាកដជាទ្រង់នឹងជួយសង្គ្រោះឲ្យអ្នកឲ្យរួចពីលោភរបស់នាយព្រាននិងពីជំងឺរាតត្បាតដ៏អាក្រក់ផងម្ដងទៀតអ្នកណាដែលនៅជាប់ក្នុងព្រះអង្គក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុតគឺព្រះវរបិតានោះនឹងបានជ្រក់នៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះជាស្ដាឯទូបង្គំនឹងពោលពីព្រះយេស៊ូវថាទ្រង់ជាទីពឹងពុំអ្នកជាបន្ទាយនៃទូបង្គំគឺជាព្រះនៃទូបង្គំក្នុងទ្រង់ទូបង្គំនឹងអាចទុកចិត្តបានពិតប្រាកដជាទ្រង់នឹងជួយសង្គ្រោះអ្នកឲ្យរួចពីលោភរបស់នាយព្រាននិងពីជំងឺរាតត្បាតដ៏អាក្រក់ដែលបំត្រូវនឹងមកនឹងព្រះយេស៊ូវអះអាងឲ្យបងប្អូនមើលទៅដូចអត់មានអ្នកណាក្រៅពីព្រះទេដែលយើងអាចទុកចិត្តបានដែលយើងត្រូវការរកជំនួយនោះគឺព្រះយេស៊ូវព្រះអង្គគឺព្រះយ៉ាស៊ូទ្រង់នឹងក្រុងឯងដោយស្លាប់ទ្រង់ហើយនៅក្រោមចង្អេរស្លាប់ទ្រង់អ្នកគួរតែទុកចិត្តសេចក្តីពិតរបស់ទ្រង់ជាខែលហើយជាអាវក្រោះឯងនឹងមិនភ័យខ្លាចអ្វីឡើយទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ឬព្រួញដែលហើរនៅលើពេលថ្ងៃបងប្អូនអំពុំមីងចូលឲ្យបានជឿព្រះយេស៊ូវដើម្បីឲ្យយើងមានទីពឹងផ្អែកទ្រង់នឹងក្រុងយើងនៅក្រោមស្លាបព្រះអង្គហើយនៅក្នុងក្រោមចង្អេរស្លាបទ្រង់ដែលយើងគួរតែទុកចិត្តពីព្រោះសេចក្តីពិតរបស់ទ្រង់ជាខែលរបស់យើងហើយជាអាវក្រោះរបស់យើងហើយយើងមិនត្រូវមានភ័យខ្លាចអ្វីឡើយទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់ក៏ដោយហើយព្រួញហោះនៅពេលថ្ងៃក៏ដោយដ្រូននៅពេលយប់ក៏ដោយដ្រូននៅពេលថ្ងៃក៏ដោយយើងមិនត្រូវខ្លាចឡើយហើយបើសិនជាយើងស្លាប់គឺយើងបានទៅនគរឋានសួគ៌វិញហើយសម្រាប់បងប្អូននៅជួរមុខកុំឲ្យខ្លាចសេចក្តីស្លាប់ឡើយបើយើងស្លាប់យើងទៅឋានសួគ៌ទេតែត្រូវឲ្យដឹងថាខ្លួនឯងបានជឿព្រះយេស៊ូវពិតប្រាកដជាហើយស្វែងរកព្រះអង្គស្វែងរកសេចក្តីពិតកុំឲ្យតែនិកាយនោះទៅប្រាប់យើងជឿនោះអត់ទេពេលនិកាយណាមកដល់យើងត្រូវតែសាកល្បងនឹងវិញ្ញាណនឹងតើអ្នកនឹងមកពីព្រះឬមិនមែនបើមិនចឹងទេ
គេនាំយើងឲ្យទៅថ្វាយបង្គំព្រហ្មញ្ញសាសនាហើយពេលយើងថ្វាយបង្គំព្រហ្មញ្ញព្រះព្រំអីហ្នឹងគឺព្រះអត់ជួយយើងទេកុំឲ្យទុកចិត្តថាវិញ្ញាណដូនតាយើងជួយអីអត់ទេគឺមានតែព្រះយេស៊ូវនឹងឯងព្រះយេស៊ូវគឺជាផ្លូវតែមួយគត់ដែលទៅព្រះវរទៅឋានសួគ៌ទៅព្រះវរបិតាវិញឬព្រួញហើរនៅលើពេលថ្ងៃឬរោគរាតត្បាតដែលដើរក្នុងពេលយប់ពេលភាពងងឹតឬសេចក្តីបំភ្លេចបំផ្លាញដែលខ្ជះខ្ជាយនៅពេលថ្ងៃត្រង់ផងនឹងមានមនុស្ស 1000 នាក់ដួលស្លាប់នៅក្បែរឯងហើយ 10000 នាក់ទៀតនៅខាងស្ដាំដៃឯងផងដែរតែសេចក្តីស្លាប់ទាំងនោះនឹងមិនមកជិតយើងរាល់គ្នាឡើយចូលឲ្យបានជឿព្រះយេស៊ូវពីព្រោះព្រះនឹងការពារយើងហើយទោះជាព្រួញហោះពេលយប់ពេលថ្ងៃក៏ដោយឬក៏រោគគារាតត្បាតនៅពេលងងឹតក៏ដោយដែលយើងមើលមិនឃើញឬក៏សេចក្តីបំភ្លេចបំផ្លាញដែលខ្ជះខ្ជាយនៅពេលថ្ងៃត្រង់ក៏ដោយមនុស្ស 1000 នាក់ស្លាប់នៅក្បែរយើងដែលជាសត្រូវរបស់យើង 10000 នាក់ទៀតស្លាប់ខាងស្ដាំដៃយើងក៏មិនតែសេចក្តីស្លាប់នោះមិនមកចិត្តយើងឡើយព្រះការពារយើងនឹងឲ្យលើកទឹកចិត្តឲ្យបងប្អូននៅជួរមុខឲ្យមានសេចក្តីសង្ឃឹមឡើងក្នុងព្រះយេស៊ូវជាអ្នកជំនួយរបស់យើងព្រះយេស៊ូវបានមានជាព្រះបន្ទូលថាគ្មានគ្រឿងសាស្ត្រាវុធណាមួយដែលគេធ្វើឡើងនោះអាចទាស់នឹងឯងឡើយសាស្ត្រាវុធនោះគឺមិនបានជោគជ័យឡើយអានដងទៀតព្រះយេស៊ូវមានបន្ទូលថាគ្មានគ្រឿងសាស្ត្រាវុធណាមួយដែលគេធ្វើឡើងនោះអាចទាស់នឹងឯងបានជោគជ័យឡើយហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងការវិនិច្ឆ័យនោះឯងបែរជាកាត់ទោសឲ្យវិញនេះហើយជាគេមរតកដែលពួកអ្នកបម្រើរបស់ព្រះយេស៊ូវនឹងបានទទួលម្ដងទៀតព្រះយេស៊ូវថាគ្រឿងសាស្ត្រាវុធទាំងប្រមាណដែលគេបាញ់មកឡើងមកនោះដែលគេធ្វើរៀបចំឡើងនោះគឺមិនបានជោគជ័យឡើយហើយអណ្ដាតណាមួយក៏ដោយដែលពោលពាក្យតោះនឹងយើងមានការវិនិច្ឆ័យយើងថាយើងជាអ្នកឈ្លានពានឬក៏យើងជាមនុស្សអាក្រក់អីក៏ដោយហើយគេចង់កាត់ទោសយើងក៏ប៉ុន្តែយើងទេដែលអ្នកជាកូនព្រះទៅកាត់ទោសឲ្យពួកនឹងវិញនេះហើយជាគេមរតករបស់យើងដែលបានយើងទទួលពីព្រះយេស៊ូវដែលយើងជាអ្នកបម្រើព្រះយេស៊ូវត្រូវបានទទួលហើយសេចក្តីសុចរិតរបស់គេក៏មកពីព្រះយេស៊ូវដែរហើយសេចក្តីសុចរិតរបស់គេក៏មកពីអញដែរព្រះយេស៊ូវទ្រង់ជាកម្លាំងនៃខ្ញុំនេះជាទំនុកចម្រៀងរបស់ខ្ញុំទ្រង់បានក្លាយជាព្រះសង្គ្រោះដល់ខ្ញុំទ្រង់ជាព្រះរបស់ខ្ញុំនឹងរៀបចំកន្លែងស្នាក់នៅដល់ព្រះអង្គគឺជាព្រះនៃឪពុករបស់ខ្ញុំនឹងលើកដំកើងទ្រង់ឡើងព្រះយេស៊ូវទ្រង់ជាអ្នកចម្បាំងព្រះយេស៊ូវជាអ្នកចម្បាំងព្រះនាមទ្រង់គឺជាព្រះយ៉ាស៊ូបងប្អូនអ៊ំពូមីឪពុកម្ដាយព្រះយេស៊ូវទ្រង់ជាអ្នកចម្បាំងព្រះនាមទ្រង់គឺជាព្រះយេស៊ូវយើងឃើញថាព្រះយ៉ាហួជាព្រះវរបិតាព្រះអង្គគង់នៅឋានសួគ៌ព្រះអង្គអត់ចុះពីបល្ល័ង្កពីឋានសួគ៌នៅចន្ទទី10ទេអញ្ចឹងអ្នកណាមកជួយយើងនេះគឺព្រះយេស៊ូវព្រះអង្គមកមិនមែនជាសាច់ឈាមទេព្រះអង្គមកជាវិញ្ញាណគឺយើងហៅព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើងព្រះយេស៊ូវនៅក្នុងយើងហើយព្រះយេស៊ូវជាអ្នកចម្បាំងដែលនៅរស់នៅក្នុងខ្លួនយើងដោយសារព្រះយេស៊ូវយើងមានកម្លាំងហើយព្រះយេស៊ូវក្លាយជាព្រះសង្គ្រោះដល់យើងព្រះយេស៊ូវជាព្រះរបស់យើងត្រូវតែរៀបចំកន្លែងស្នាក់នៅដល់ព្រះអង្គនៅក្នុងខ្លួនយើងព្រះអង្គជាព្រះនៃអាចកោយើងពីដើមមិនមែនព្រហ្មញ្ញសាសនាទេពីដើមមកគឺជាព្រះយេស៊ូវនឹងឯងជាព្រះរបស់យើងត្រូវលើកដំកើងព្រះអង្គព្រះយេស៊ូវនឹងជួយយើងព្រះយេស៊ូវជាព្រះពិតមិនមែនព្រះคล้ายតើប៉ុនណូអែលនេះមកពីព្រះយេស៊ូវឬគឺមកពីព្រហ្មញ្ញសាសនាពីព្រោះបើយើងទៅធ្វើសង្គ្រាមជាមួយអារ៉ាក់ជាមួយអ្នកណាក៏ដោយជាមួយយៈនៅស្រុកថៃក៏ដោយយើងត្រូវការមានព្រះពិតប្រកបពជានៅក្នុងខ្លួនកុំឲ្យយើងយកព្រះច្រឡំមកយើងថ្វាយបង្គំព្រហ្មញ្ញសាសនាអ្នកជឿព្រះយេស៊ូវទេតែឲ្យតែខែ12ថ្ងៃទី25ហ្នឹងគេថ្វាយបង្គំព្រហ្មញ្ញសាសនាទៅវិញព្រះព្រានអញ្ចឹងប្រយ័ត្នកន្លែងហ្នឹងយកព្រះព្រានទៅជាមួយយើងទៅច្បាំងនៅជួរមុខគឺអត់មានអ្នកណាជួយយើងទេត្រូវតែយកព្រះពិត